វត្តដាក់សង្សារនេះប្រព្រឹត្តទៅក្នុងទុក្ខប្រព្រឹត្តទៅក្នុងសុខបើយើងចង់ឲ្យរួចពីសេចក្តីទុក្ខនិងសេចក្តីសុខដែលលាយឡំគ្នាដោយពេលបច្ចុប្បន្ននេះមានតែដើរតាមផ្លូវព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានរួចចាកទុក្ខទាំងពួងដល់នៅព្រះនិព្វានតែយើងសប្តាហ៍ថ្ងៃនេះនៅទុក្ខគ្រប់គ្នាទុក្ខឈឺចកេះទុក្ខឈឺចកងទុក្ខរោគខ្យល់ចាប់ទុក្ខរោគវិលមុខទុក្ខរោគធ្មេញបាក់ទុក្ខរោគត្រចៀកថ្លង់ទុក្ខរោគឈឺនេះឈឺនោះលោកឥឡូវហ្នឹងទុក្ខរោគអលិពុះវៀនញាតិញោមបើអនុថែទុក្ខរោគអលិកាពះតិចទៀតសុគតទេឲ្យតម៉ាក់ហ្នឹងទៅញាតិញោមណាមកដល់ពេលនេះញាតិញោមក៏យប់ជ្រៅកាន់តែស្ងាត់សัตว์ក៏ចូលដេកសេកចូលទៅនំលោកយាយហើយលោកអ៊ំតំណងនឹងចុកចកេះអាត្មាអង្គនេះពីរអង្គប្រឆេះតាំងពីនោះមកដល់នេះញាតិញោមម៉ែអញ្ចឹងសូមញោមកុំល្ងុយមុនលោកណាញោមណាហ្នឹងហើយទ្រាំបើលោកនៅបានទ្រាំប្រហែលលោកព្រោះផ្ទះលោកឆ្ងាយជាងផ្ទះញោមមែនទេហ្នឹងហើយផ្ទះអាត្មានៅភ្នំពេញផ្ទះនៅកុដលេខ7វត្តបទុមផ្ទះញាតិញោមនៅជិតជាងអាត្មាដូច្នេះថ្ងៃនេះសុកចិត្តយើងឆាចោលម្ដងញោមណារាល់ដងម៉ោង9អីសម្រានលក់ម៉ោង10អីសម្រានលក់ថ្ងៃហ្នឹងឆាចោលម្ដងរឿងអីដែលត្រូវខាតណាញោមណាពេលខ្លះញោមធ្លាប់ចំណាយពេលមើល account មែនទេមើល account មកយប់ទៅភ្លឺហើយពេលខ្លះចំណាយពេលអង្គុយលេងបៀមកយប់ទៅភ្លឺពេលខ្លះចំណាយពេលអត់ប្រយោជន៍មកយប់ទៅភ្លឺយើងអត់ល្ងុយបានចោះរឿងយើងចំណាយពេលអត់ល្ងុយស្ដាប់ធម៌ហើយបានបន់ទៀតអ្នកណាមិនចង់បានណាញោមណាអ្នកណាមិនចង់បានអ្នកដែលមិនចង់បានអ្នកដែលមិនចង់ស្ដាប់ធម៌ហ្នឹងហើយអ្នកចង់ស្ដាប់គ្រប់រូបហ្នឹងគឺជាអ្នកចង់បាននៅព្រះធម៌ធម្មទានឥឡូវអាត្មានឹងសម្ដែងពធបន្តពីម្សិលគឺក្នុងមង្គលសោតដែលមានសម្ដែងក្នុងព្រះសូតន្តបិដកខត្តកនិកាយសត្តនិបាតបិដកលេខ54ត្រង់ទំព័រ85មកដល់86នឹងព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គសម្ដែងដោះស្រាយនៅសំណួរនៃទេពតាបានសួរអាត្មាបានសម្ដែងក្នុងគាថាទាំងអស់គឺមាន12គាថាម្សិលមិញសម្ដែងគាថាទី1គឺអសេវនាចពាលានាងបណ្ឌិតានាងចសេវនាពោជាចពោជនេយានាងអេតាមាំងកលមុតតមੰកិរិយាមិនសែបគប់នៅបុគ្គលពាលទាំងឡាយមួយកិរិយាសែបគប់នៅបុគ្គលជាបណ្ឌិតទាំងឡាយមួយបូជាចំពោះបុគ្គលដែលគួរបូជាទាំងឡាយមួយទាំង3នេះជាមង្គលដល់ដំសម្ដែងចប់ឥឡូវបន្តគាថាទី2ក្នុងមង្គលសូត្រនឹងដដែលដែលព្រះបរមសាស្តាចារ្យជាអង្គម្ចាស់ព្រះអង្គទ្រង់ប្រកាសសម្ដែងឆ្លើយតបជាមួយពពួកទេពតានោះថាបដិរូបទេសវាសោចៈពពេចកតបញ្ញតាអត្តសមាបណៃធិចៈអេតាមាំងកលមុតតមੰនេះក្នុងគាថាទី2ហ្នឹងដែលនឹងត្រូវលើកឡើងមកសម្ដែងក្នុងភូមិអីភូមិថ្មីធរចាស់ប៉ុន្តែភូមិថ្មីណាញាតិញោមណាអញ្ចឹងនឹងសម្ដែងធរហ្នឹងហើយសូមបរិទ្ធនានិមន្តអនុថែព្រះអង្គផតៈបណ្ឌិតោភិនវុធី ជួយប្រែគាថាទី2ក្នុងមង្គលសូត្រប្រកេនប្រគុណចាស់ជួនញាតិញោមបានជ្រាបតើព្រះអង្គចង់សម្ដែងអំពីអ្វីហើយប្រែមកជាភាសាខ្មែរមកមានប្រមាណមង្គលក្នុងនឹងសូមនិមន្តអនុមោទនីนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทโธรัตนตยัสสะខ្ញុំព្រះករណាម្ចាស់សូមនមស្ការលំអត់លំអោនកាយវិជ្ជាចិត្តក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យទាំងឡាយ3គឺព្រះពុទ្ធរតនៈ1ព្រះ
ព្រះធម្មរតនៈមួយនិងព្រះសង្ឃរតនៈមួយដែលជារតនៈឯកដ៏ដងឧត្តមប្រសើរវិសេសខ្ពង់ខ្ពស់នៅលើលោកនិងសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះគុណចាស់ព្រះថេរានុថេរៈគ្រប់ព្រះអង្គទាំងអស់ដែលព្រះអង្គមានប្រវត្តិមានគង់ជាអធិបតីនៅក្នុងបញ្ញដ្ឋាននៃវេលាឱកាសនេះដោយសេចក្តីគោរពជ្រះថ្លាដល់ខ្ពង់ខ្ពស់អំពីខ្ញុំប្រការណាផន្តេថេរៈបពិតព្រះមហាថាដ៏ចម្រើនផោសាធវអស់លោកសាធុសពបរោះប្រុសស្រីទាំងអស់វេលាឱកាសនៃខ្ញុំប្រកាសណាអាត្មាភាពបានឱកាសអំពីព្រះមហាថាដើម្បីបានចូលរួមបកស្រាយបកប្រែជាភាសាខ្មែរនៅភាសាបាលីនៃព្រះពុទ្ធដីកាដែលព្រះដ៏មានពភៈព្រះអង្គបានសម្ដែងអំពីមង្គលសូត្រត្រង់ចំណុចនៃគាថាទី2ហើយញាតិញោមពុទ្ធបរិស័ទទាំងអស់ហើយឈប់ចាក់កតុយលេខនៅចាក់ញោមណានៅចាក់ញោមនឹងយប់នឹងអត់មានយោសពខិនកាត់កតុយលេខស្អែកទេណាអានឹងបើនៅចាក់និយាយគ្នាហើយបើញោមអត់ចាក់បែបមិនសូវខាតទេនៅមានទៀតណាការលះបង់ញោមក៏អស់លុយបានលះបង់មានញោមមួយខណៈឃើញលោកជិះឡានទៅអត់សវត្តមើលមុខលោកឯងសវត្តមើលគូតឡានលោកចេះអីចេះដល់យាយលោកនៅនេះមិនមើលទៅរកអីពីក្រោយអញមើលលេខឡានទុកចាក់ឆ្នោតស្អែកហើយនឹងត្រូវអីហើយបើសិនតែលោកខុសឲ្យលោកនឹងកុនទៅមកលោកតបយកទិញឡានឈួតចឹងយកមកជិះអញចាក់អស់ 20000 ត្រូវចាយបានមួយថ្ងៃហ្នឹង 20000 ឲ្យឆ្នោតទាំងអស់កុំឲ្យមានសល់អីខិនទិញមហូបស៊ីហ្នឹងកុនលោកចឹងហើយចំណាំមើលអ្នកចាក់ឆ្នោតខិនតែឆ្កែរត់ជន់ប៉ោតក៏ចាក់ដែរបើមានអ្នកត្រូវខ្លះពងស្ទូងស្រាប់តែកប៉ាល់ហោះពីលើដល់គ្នាងើយមើលកប៉ាល់ហោះហើយឈប់ស្ទូងអង្គុយទៅចែកគ្នាគិតចាក់ប្រមាណយើងគិតតែកប៉ាល់ហោះលើមេឃសោះហ្នឹងណាក៏នាំគ្នាយកកប៉ាល់ហោះមកចាក់កតុយលេខអោញោមអ្នកចាក់កតុយលេខហើយបកែម៉េះបកែខាងកាត់ទៅហ្មងហ្នឹងហើយអញ្ចឹងព្រះមហាថាព្រះអង្គបានឲ្យបកប្រែនៅក្នុងចំណុចនៃគាថាទី2នៃពុទ្ធដីកាក្នុងមង្គលសូត្រដែលព្រះដ៏មានពភៈជាអង្គម្ចាស់ព្រះអង្គបានសម្ដែងទុកនៅក្នុងគម្ពីរព្រះសោតន្តបិដកខត្តកនិកាយសតនិបាតបិដកភាគ54បបិទ្ធព្រះមហាថាដោយចម្រើនត្រង់នៃបគាថាទី2ថាបដិរោបតេសវាសោចៈពពេចកតបញ្ញតាអត្តសម្មាបនិធិចៈអេតមង្គៈលមុតតមੰប្រែថាកិរិយានៅក្នុងប្រទេសដ៏សំគួរមួយភាវៈនៃបុគ្គលអ្នកមានបុណ្យធ្វើទុកហើយក្នុងកាលមុនមួយនិងកិរិយាដំកល់ខ្លួនទុកដោយប្រពៃមួយអេតមង្គៈលមុតតមੰទាំង3យ៉ាងនេះគឺជាមង្គលដ៏ឧត្តមអញ្ចឹងនៅក្នុងនៃបគាថាទី2នេះមាន3មង្គលទី1បដិរោបតេសវាសោចៈកិរិយានៅក្នុងប្រទេសដ៏សមគួរទី2ពពេចកតបញ្ញតាភាវៈនៃបុគ្គលអ្នកមានបុណ្យធ្វើទុកហើយក្នុងកាលមុនមួយនិងទី3អត្តសម្មាបនិធិកិរិយាដំកល់ខ្លួនទុកដោយប្រពៃមួយនៅក្នុងគាថាទី2នេះមាន3មង្គលសូមព្រះមហាថានិមន្តជ្រាបតស្សវចនំអហង្សត្វាខ្ញុំព្រះករុណាបានស្ដាប់នៅវាចារបស់ព្រះអនុថែក្នុងមង្គលដែលគាថាបានលើកឡើងអំបញ្ញមិញព្រះអង្គអនុថែបានប្រែក្នុងបគាថានឹងប្រែថាម៉េចខ្លះញាតិញោមមិញហ្នឹងញោមអើយលោកប្រែថាម៉េចខ្លះភ្លេចអស់ហើយទៅមិញហ្នឹងភ្លេចមិញហ្នឹងជំនុំចប់មកគ្រាហ្នឹងបានអីខ្លះញាតិញោម
តើចាំកន្លែងណាចាំអីទេចាំវលីញឡាស់ស្រឡះចេះតែមកញាតិញោមណាក្នុងគាថាទី2គឺបដិរូបទេសវាសោចៈពពេចកតបញ្ញតាអត្តសមាបនិធិចៈអេតមញ្ញកលមុត្តមង្សកិរិយានៅក្នុងប្រទេសដ៏សំគួរមួយជាមង្គលដល់ដំភាពជាអ្នកបំពេញបុណ្យទុកក្នុងកាលមុនមួយជាមង្គលដល់ដំការតម្កល់ខ្លួនទុកដែលត្រូវមួយជាមង្គលដល់ដំចឹងគាថាទី1មាន3មង្គលគាថាទី2នេះមាន3មង្គលសរុប6មង្គលចឹងចាប់ផ្ដើមនៅមង្គលទី4គឺបដិរូបទេសវាសោចៈនៅក្នុងប្រទេសដ៏សំគួរក្នុងប្រទេសដ៏សំគួរនឹងប្រទេសយ៉ាងម៉េចទៅបានជាព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គទ្រង់ត្រាស់សម្ដែងក្នុងមង្គលទី4នឹងថាការរស់នៅក្នុងប្រទេសដ៏សំគួរនឹងជាមង្គលដល់ដំចង់ឲ្យអនុថែលោកបច្ចៈតើប្រទេសដូចមិនដេចហៅថាប្រទេសដ៏សំគួរតើប្រទេសនោះយ៉ាងណាប្រទេសនោះមានការប្រព្រឹត្តយ៉ាងណាទើបឈ្មោះថាជាប្រទេសដ៏សំគួរហើយរស់នៅរបៀបម៉េចបានហៅថានៅក្នុងប្រទេសដ៏សំគួរនោះជាមង្គលដល់ដំសូមព្រះអនុថែវិសេចនាតាមកាលគួរសូមនិមន្តអនុមោទនាផន្តេបពិតព្រះមហាថេរដ៏ចម្រើនប្រទេសយ៉ាងម៉េចគឺជាប្រទេសដែលសំគួរញាតិញោមប្រទេសម៉េចប្រទេសសំគួរប្រទេសដ៏សំគួរប្រទេសហ្នឹងសម្បូរស្រាផឹកមែនទេអត់ទេប្រទេសដ៏សំគួរប្រទេសហ្នឹងមានបៀខានលេងហីប្រទេសដ៏សំគួរប្រទេសហ្នឹងអត់ការងារធ្វើហីដើរនិយាយដើមគេអីហ្នឹងប្រទេសសំគួរហីប្រទេសមានកតុយលេខខណ្ឌចៈប្រទេសសំគួរហីអញ្ចឹងនៅក្នុងប្រទេសដ៏សំគួរប្រទេសដែលសំគួរមិនមែនជាប្រទេសដែលមានលបែងមិនមែនជាប្រទេសដែលដើរស៊ីផឹកសើចក្អាកក្អាយប្រទេសដែលមានលបែងច្រើនប្រទេសដែលមានការ៉ាអូខេច្រើនហើយក៏ជាប្រទេសដែលកាប់ចាក់គ្នាដែរប្រទេសដ៏សំគួរនេះគឺសំដៅទៅលើប្រទេសដែលមានព្រះពុទ្ធសាសនាប្រទេសដែលមានធម៌អាសិក្ខាវិន័យប្រទេសដែលសម្បូរទៅដោយអ្នកប្រាជ្ញប្រទេសដែលសម្បូរទៅដោយបណ្ឌិតប្រទេសដែលសម្បូរទៅដោយបុគ្គលដែលជាសប្បុរសហើយក៏ជាប្រទេសដែលមានប្រជាជនប្រព្រឹត្តល្អនឹងគឺជាប្រទេសដ៏សំគួរអញ្ចឹងប្រទេសដែលសំគួរនេះព្រះដ៏មានពភាអត់បានចង្អុលបង្ហាញទៅលើភាពនៃរីកចម្រើននៃការសេដ្ឋកិច្ចទេប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលោកអ្នកប្រាជ្ញនៅក្នុងពុទ្ធសាសនាយើងបណ្ឌិតពុទ្ធសាសនាយើងមិនរាប់ថាជាប្រទេសដែលសំគួរទេយើងអាចហៅថាជាប្រទេសដែលសបោសបាយប្រទេសដែលរីកចម្រើនទៅដោយសេដ្ឋកិច្ចប្រទេសដ៏សំគួរក្នុងសម័យពុទ្ធកាលសំដៅយកប្រទេសឥណ្ឌាឬក៏សំដៅទៅយកមជ្ឈិមប្រទេសពីព្រោះមជ្ឈិមប្រទេសគឺជាប្រទេសដែលសម្បូរទៅដោយព្រះអរិយបុគ្គលព្រះបច្ចេកពុទ្ធក៏មាននៅក្នុងមជ្ឈិមប្រទេសព្រះអរហន្តាខៃណាស្រាប់ក៏មាននៅក្នុងមជ្ឈិមប្រទេសប្រទេសដែលជាទីគួរដល់ការចាប់បដិសន្ធិរបស់ព្រះបរមពុរិស័ទហើយចេញបួសបំពេញនៅទុក្ករកិរិយាដើម្បីបានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណនោះគឺជាមជ្ឈិមប្រទេសអញ្ចឹងយើងសពថ្ងៃជាបច្ចន្តប្រទេសមិនមែនជាមជ្ឈិមប្រទេសទេណាប៉ុន្តែយើងប្រៀបធៀបបន្តិចទៀតដឹងថាតើប្រទេសសំគួរយ៉ាងម៉េចប្រទេសឥណ្ឌាហើយមជ្ឈិមប្រទេសដែលជាប្រទេសដ៏សំគួរគឺបានតែនៅក្នុងសម័យពុទ្ធកាលទេសម័យពុទ្ធកាលប្រទេសមជ្ឈិមប្រទេសមានប្រទេសឥណ្ឌានឹងជាដើមគឺជាប្រទេសដែលមានព្រះពុទ្ធសាសនារីកចម្រើនមនុស្សទាំងអស់នៅក្នុងប្រទេសនោះគោរពស្រឡាញ់រាប់អានចំពោះព្រះពុទ្ធសាសនាខ្លាំងណាស់
ទាំងសេដ្ឋកិច្ចក៏រីកចម្រើនទាំងរបបនយោបាយជំនាន់នោះក៏រីកចម្រើនហើយការគ្រប់គ្រងប្រទេសរបស់ព្រះរាជាគ្រប់ព្រះអង្គទាំងអស់មានព្រះរាជាព្រះបាទបសេនតិកោសលមានព្រះរាជាព្រះបាទពំពិសាជាដើមគ្រប់គ្រងប្រទេសដោយយកធម៌ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើងមានទស្សពិតរាជធម៌ជាដើមយកទៅគោរពបដិបត្តិសេដ្ឋកិច្ចក៏រីកចម្រើនអត់មានសង្គ្រាមអត់មានការឆ្លោះទាស់តែងគ្នាទាំងប្រជាជននៅក្នុងប្រទេសក៏ចេះស្រឡាញ់គ្នាហើយប្រព្រឹត្តនៅសេចក្តីល្អដូចគ្នាទាំងអស់បានទាំងផលប្រយោជន៍បច្ចុប្បន្នផងពេលស្លាប់ទៅការរស់នៅក្នុងប្រទេសដ៏សមគួរគឺបានធ្វើបុណ្យធ្វើកុសលនៅក្នុងប្រទេសដ៏សមគួរទីបំផុតទៅមានបុគ្គលខ្លះបាននៅសម្បត្តិសួគ៌ទេវលោកមានបុគ្គលខ្លះបានញ៉ាំងនៅអរិយមគ្គអរិយផលកើតឡើងបានដល់នៅទីរំលត់ទុក្ខពោលគឺព្រះនិព្វានដោយប្រទេសដែលសមគួរប្រទេសកម្ពុជាយើងគឺជាប្រទេសដ៏សមគួរដែរទេញាតិញោមគឺជាប្រទេសដែលសមគួរព្រោះអីព្រោះប្រទេសយើងមានព្រះពុទ្ធសាសនាប្រជាពលរដ្ឋកាន់ព្រះពុទ្ធសាសនាព្រះរាជាព្រះមហាក្សត្រខ្មែរយើងកាន់សាសនាអីកាន់សាសនាព្រះពុទ្ធអញ្ចឹងយើងមើលប្រជាជនកម្ពុជាយើងសពថ្ងៃដែលយើងចេះស្រឡាញ់គ្នាយើងចេះរាប់អានគ្នាទៅណាមកណាយើងមានសណ្ដោសប្រោសប្រណីដល់គ្នានឹងគ្នាពេលដែលមានប្រជាជនស្រុកនោះមានគ្រោះថ្នាក់មានអាសន្នអន្តរាយដោយប្រការណាមួយយើងចេះជួយគ្នាហេតុអីបានជាយើងចេះជួយគ្នាហេតុអីបានជាយើងចេះស្រឡាញ់គ្នាហេតុអីបានជាយើងចេះបង្កើតនូវភាពទំនាក់ទំនងសប្បាយរីករាយនឹងគ្នាគឺដោយសារតែមានព្រះពុទ្ធសាសនាជាតួយ៉ាងដូចថ្ងៃហ្នឹងអញ្ចឹងប្រសិនបើញាតិញោមនៅខាងភូមិថ្មីអត់កាន់ពុទ្ធសាសនាឬក៏ប្រទេសកម្ពុជាយើងអត់មានពុទ្ធសាសនាតើភូមិថ្មីហ្នឹងមានពុទ្ធសាសនាហ៎បើសិនជាភូមិថ្មីហ្នឹងអត់មានពុទ្ធសាសនាពេលដែលលោកបាសកសំសុផលឈឺញាតិញោមខ្វាយខ្វល់ទេអត់ទេញាតិញោមបានជួយយកចិត្តទុកដាក់មកជួយសូត្រធម៌ជួយរំលែកនៅកង្វល់កង្វាយក្រុមគ្រួសាររបស់អ្នកជំងឺអត់ទេញាតិញោមឧទាហរណ៍ដូចជាប្រទេសខ្លះប្រទេសអាមេរិកឬក៏ប្រទេសដែលអត់មានពុទ្ធសាសនាពេលមនុស្សឈឺកូនចៅគេយកដាក់ចោលនៅមន្ទីរពេទ្យទៅញាតិញោមហើយកូនចៅគេគ្រប់គ្នាមកធ្វើការវិញមកហើយគេបង់លុយទៅឲ្យពេទ្យគេនៅមន្ទីរពេទ្យហ្នឹងព្យាបាលទៅថ្ងៃណាស្លាប់គេយកដុតចោលទៅឃើញទេញាតិញោមប្រទេសគេអត់មានពុទ្ធសាសនាចាស់ណាមើលតែធ្វើការលែងកើតឯកូនចៅពិបាកពេកណាបំរើម៉ែណាបំរើឪណាជាប់ជាមួយនឹងការងារអត់ដាច់អញ្ចឹងគេយកម៉ែឪយកទៅមណ្ឌលចាស់ជរាហើយយើងជាម៉ែយើងជាឪខំចិញ្ចឹមកូនចិត្តងាប់ពេលយើងចាស់ឈឺចិត្តស្លាប់គេយកដាក់ចោលនៅមណ្ឌលសบายចិត្តទេពេលដែលយើងស្លាប់បាត់បង់ជីវិតទៅកូននៅណានៅណីចង់ហ៎ធម្មតាយើងចាស់គ្មាននរណាមួយគេចផុតពីស្លាប់ទេប៉ុន្តែមុននឹងយើងស្លាប់នោះយើងចង់ឃើញមុខកូនណាញោមណាចង់ស្លាប់មុខកូនពេលឈឺចង់នៅក្បែរកូនទោះបីជាកូននឹងមានជីវភាពធូរធារឧបត្ថម្ភមិនបានដិតដល់យ៉ាងណាក៏ដោយប៉ុន្តែឲ្យតែបាននៅចិត្តកូនគឺល្អនឹងឲ្យប្រទេសដែលអត់មានពុទ្ធសាសនាពេលឈឺអ្នកណាឈឺដឹងឲ្យទៅឈឺទៅអ្នកណាកើតទុកអីក៏ចេះក៏កើតទុកទៅអត់ចេះជួយគ្នាទេអត់ចេះស្រឡាញ់គ្នាពេលក្រុមគ្រួសារណាមួយមានបុគ្គលស្លាប់អ្នកឯងស្លាប់តែគ្រួសារអ្នកឯងទៅខ្ញុំនៅលបងផ្ទះជាប់គ្នាហ្នឹងខ្ញុំដេកធ្វើមិនដឹងទៅអ្នកឯងហ៊ានបើកមីក្រូលឺអត់បានទៀតចោលហ្នឹងស្រុកគេអត់ពុទ្ធសាសនាណាញោមណាប៉ាត់បនស្រុកគេអត់មានបនផងមានមីក្រូណាមានស្រុកខ្មែរយើងទេធ្វើបនមានមីក្រូប៉ុន្តែយើងនៅក្នុងពុទ្ធសាសនាដែលនៅក្នុងប្រទេសកម្ពុជាមានសាសនាពុទ្ធហ្នឹងក៏ដូចគ្នាប្រសិនបើកើតនៅក្នុងប្រទេសដែលកាន់ពុទ្ធសាសនាហើយតែយើងម្នាក់នេះយើងអត់យកពុទ្ធសាសនាយកមកដាក់ខ្លួនក៏អត់សប្បាយជាមួយគេដែរណាញោមណាអញ្ចឹងប្រទេសដ៏សមគួរហ្នឹងព្រះដ៏មានពភាកជាអង្គម្ចាស់នៃយើងទាំងបណ្ឌិតទាំងអ្នកប្រាជ្ញទាំងអ្នកសាបរោះលោកសំដៅយក
ទៅលើប្រទេសដែលមានព្រះពុទ្ធសាសនាមានធម៌អាសិក្ខាវិន័យជាពិសេសប្រទេសដ៏សមគួររមែងបាននូវភាពអស្ចារ្យ6យ៉ាងដែលព្រះដ៏មានពភាកព្រះអង្គបានប្រកាសសម្ដែងទី1ទស្សនានុត្តរិយៈការនៅក្នុងប្រទេសដ៏សមគួររមែងបាននៅអនុត្តរិយៈដ៏ប្រសើរគឺការឃើញដ៏ប្រសើរគឺបានឃើញនៅព្រះសម្មាសម្ពុទ្ធបានឃើញនៅព្រះបច្ចេកពុទ្ធបានឃើញនៅព្រះអរហន្តាខៃណាស្រាប់អនុត្តរិយៈនេះមានតែនៅក្នុងប្រទេសដែលសមគួរទេប្រទេសដែលអត់សមគួរអត់មានអនុត្តរិយៈទី1គឺការឃើញនៅព្រះពុទ្ធការឃើញពធការឃើញព្រះសង្ឃនេះទេឥឡូវយើងមានហើយពុទ្ធក៏មានណាញោមណាមានព្រះពុទ្ធរូបតំណាងព្រះសម្មាសម្ពុទ្ធព្រះធម៌ក៏មានព្រះសង្ឃក៏មានយើងបានឃើញហើយយើងទាំងបានរតនានិមន្តពុទ្ធពធព្រះសង្ឃយកមកដាក់ដួងចិត្តរបស់យើងគោរពបដិបត្តិចំណុចទី2សវនានុត្តរិយៈការនៅក្នុងប្រទេសដ៏សមគួររមែងបានស្ដាប់ដល់ប្រសើរស្ដាប់នឹងស្ដាប់នៅអ្វីគឺស្ដាប់ពាក្យទូមានព្រានបដៅរបស់បណ្ឌិតរបស់អ្នកប្រាជ្ញរបស់សាបរោះឥឡូវញោមកំពុងតែស្ដាប់ពាក្យរបស់សាបរោះហ៎ញោមកំពុងតែស្ដាប់ពាក្យសាបរោះដែលសាបរោះនោះបានមកអំពីពាក្យសាបរោះគឺញោមកំពុងតែស្ដាប់អាត្មាភាពទាំងពីរព្រះអង្គជាសាបរោះដែលអាត្មាពីរព្រះអង្គហ្នឹងណាបានពាក្យទូមានព្រានប្រដៅមកអំពីសាបរោះដែរគឺមហាសាបរោះដ៏ឆ្នើមនៅក្នុងត្រៃភពព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់អាត្មាយកធម៌របស់ព្រះសម្មាសម្ពុទ្ធដែលជាមហាសប្បុរសហ្នឹងមកចែកជូនញាតិញោមស្ដាប់បើយើងអត់កើតនៅក្នុងប្រទេសដ៏សមគួរអត់បានស្ដាប់ទេចំណុចទី3លាភានុត្តរិយៈនៅក្នុងប្រទេសដ៏សមគួររមែងទទួលនៅការបានដ៏ប្រសើរការបានដ៏ប្រសើរគឺមិនមែនបានទ្រព្យមិនមែនបានមាសមិនមែនបានប្រាក់មិនមែនបានលុយឡានវិឡាផ្ទះថ្មដ៏ធំនោះទេការបានដ៏ប្រសើរនៅក្នុងទីនេះគឺសំដៅទៅលើការបាននៅសទ្ធាការជឿកម្មការជឿផលជឿវិបាករបស់កម្មជឿថាសត្វលោកមានកម្មជារបស់ខ្លួនបើយើងមិនបានស្ថិតនៅក្នុងប្រទេសដ៏សមគួរនោះទេម្លេះសមយើងមិនដឹងថាអ្វីទៅសទ្ធាទេណាញោមណាមិនដឹងថាអ្វីទៅបុណ្យមិនដឹងថាអ្វីទៅបាបមិនដឹងថាអ្វីទៅជាផលនៃកុសលនិងផលនៃអកុសលមិនដឹងថាអ្វីទៅដែលសត្វលោកប្រព្រឹត្តទៅតាមកម្មមិនដឹងអ្វីទៅហៅថាការត្រាស់ដឹងរបស់ព្រះពុទ្ធអញ្ចឹងយើងដឹងយើងបានដល់ប្រសើរគឺការបានជឿកម្មជឿផលនិងជឿនៅវិបាករបស់កម្មជឿថាសត្វលោកប្រព្រឹត្តទៅតាមកម្មទី4សិក្ខានុត្តរិយៈបាននៅការសិក្សាដ៏ប្រសើរគឺការសិក្សានៅធម៌អាសិក្ខាវិន័យក្នុងព្រះពុទ្ធសាសនាយើងកើតឡើងជាមនុស្សនេះមិនមែនមានទ្រព្យមិនមែនមានប្រាក់មានមាសមានសម្បត្តិហើយមានយសសាហើយជារឿងគ្រប់គ្រាន់មែនទេយើងត្រូវតែស្វែងយល់ត្រូវតែសិក្សាអំពីទ្រឹស្ដីអប់រំនៅក្នុងសាសនាដើម្បីយកមកអប់រំខ្លួនឯងមកដឹកនាំរាល់ទង្វើការប្រព្រឹត្តរបស់យើងសពថ្ងៃដែលវាព្រមទៅជាមួយនឹងកាយវាចាហើយនឹងចិត្តអញ្ចឹងយើងបានកើតនៅក្នុងប្រទេសដ៏សមគួរយើងបានសិក្សាធម៌អាសិក្ខាវិន័យរបស់ព្រះសម្មាសម្ពុទ្ធយកមកអប់រំខ្លួនចំណុចទី5បរិច្ចរិយានុត្តរិយៈបាននៅការបម្រើដ៏ប្រសើរគឺការបម្រើទៅដល់បុគ្គលអ្នកដែលគួរដល់ការបម្រើមានព្រះសង្ឃមានលោកអ្នកមានសិលមានមេត្តាមានបិតាហើយប្រសិនបើយើងកើតទាន់ព្រះសម្មាសម្ពុទ្ធយើងបានបម្រើព្រះសម្មាសម្ពុទ្ធធ្វើវិយាវចៈទាំងដឹងប្រយោជន៍អំពីកិរិយាបម្រើថាតើការបម្រើនោះរមែងបាននៅផលប្រយោជន៍យ៉ាងដូចម្ដេចដូចជាយើងបម្រើមេត្តាបិតាគឺរមែងបាននៅសុខចម្រើនរមែងទទួលភាវៈនៃខ្លួនជាកូនប្រកបដោយកតញ្ញូអញ្ចឹងការបម្រើម្ដាយយើងការបម្រើឪពុកយើងនេះគឺគួរដល់ការបម្រើសូមញាតិញោមពុទ្ធបរិស័ទទាំងអស់រងចាំស្ដាប់ព្រះធម៌មង្គលសូត្រជាបន្តទៀតសូមអនុមោទនា